ជាសួរបងបាទវាសួរអូនបាទសុខសប្បាយបងសុខធម្មតាអូខេបងអាចជួយណែនាំខ្លួនបងទៅកាន់បងប្អូនទស្សនិកជនរបស់យើងតិចបានទេបាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទសម្បូរពិសិដ្ឋជាបុគ្គលិកផ្នែកលក់នៃក្រុមហ៊ុនទេសចរ World Power អញ្ចឹងបងឥឡូវនេះយើងដល់រដូវកាលថ្មីទៀតហើយមែនអត់បងបន្ទាប់ពីអ៊ំទូកមកត្រូវអត់បាទរដូវកាលបន្ទាប់ពីអ៊ំទូកគឺភ្ញៀវគាត់ចាប់អារម្មណ៍ជាមួយនឹងរដូវកាលទីកន្លែងដើរលេងដែលមានទឹកកកបងអាចណែនាំទៅកាន់បងប្អូនទស្សនិកជនយើងតិចបានទេអាច recommend ពីកន្លែងដើរលេងដែលស្អាតដែលបែប romantic នៅក្នុងរដូវកាលធ្លាក់ព្រិលនេះថាតើកន្លែងណាខ្លះដែលស្អាតអតិជនយើងទៅគាត់ទៅអត់ស្ដាយថានៅកន្លែងណាដែរបងអាចអូខេសម្រាប់ទីតាំងដែល romantic ត្រជាក់គឺអាចអញ្ជើញទៅជាមួយនឹងប្រទេសហ្វាំងឡង់បងប្អូនអាចអញ្ជើញទស្សនាជាមួយនឹងពន្លឺ Aurora ស្នាក់នៅផ្ទះកញ្ចក់ហើយមួយទៀតគឺជាមួយនឹងការទៅជាមួយនឹងសុខកំណត់តានៅឯផ្ទាល់ហ្មងអញ្ចឹងបងប្អូនអាចអញ្ជើញទៅយ៉ាងឆ្ងាយប៉ុន្តែយើងទទួលបានជាមួយនឹងបទពិសោធន៍ប្លែកដែលអត់ដែលមានពីមុនមកจะមានគោលដៅណាផ្សេងទៀតអត់បងគោលដៅទី2គឺខ្ញុំណែនាំជាមួយនឹងប្រទេសបារាំងហ្មងបាទទីក្រុងប៉ារីសអូខេទីក្រុងប៉ារីសគឺមានឈ្មោះថាទីក្រុងនៃភាពរ៉ូមែនទិកទៅដល់នោះគឺទេសភាពស្អាតមែនទែនអូខេបងអញ្ចឹងពេលដែលយើងទៅដល់ឃើញតួ Eiffel ទៅអីបាទហើយមានធ្លាក់ព្រិលធ្លាក់អីអត់បងមានសមុទ្រអាកាសធាតុត្រជាក់អាចនឹងធ្លាក់ព្រិលបាទហើយជាមួយនឹងធម្មតាប្រជាជនយើងគឺស្គាល់ជាគេគឺស្គាល់តួ Eiffel នៅខាងប្រទេសបារាំងហ្នឹងបាទបងពេលមានរដូវកាលធ្លាក់ព្រិលចេះទៀតបាទគឺ perfect ហ្មងអញ្ចឹងមានទៅខាងណាទៀតដែរអត់បងខ្ញុំសូមណែនាំភ្ជាប់ជាមួយនឹងប្រទេសបារាំងភ្ជាប់ជាមួយនឹងប្រទេសស្វីសត្រូវហើយបងព្រោះគេភាគច្រើនគេទៅលេងបារាំងគេទៅលេងស្វីសហ្នឹងហើយពីខ្លះកញ្ចក់ហ្នឹងគឺជាប់គ្នាតែម្ដងជាមួយនឹងទីក្រុងបាទអញ្ចឹងអាចទៅជាមួយនឹងប្រទេសស្វីសដែលប្រទេសស្វីសគឺជាជាប់ជាមួយនឹងឈ្មោះប្រទេសដែលមានទេសភាពស្អាតជាងគេលើពិភពលោកអូខេបងអញ្ចឹងរដូវកាលធម្មតាបងប្អូនទៅជាមួយនឹងមើលជាមួយនឹងទេសភាពភ្នំហើយទេសភាពបឹងអញ្ចឹងទៅប៉ុន្តែរដូវកាលតកកគឺតកកក្របជាមួយនឹងដណ្ដប់ជាមួយនឹងភ្នំតែម្ដងជីឃើញភ្នំឃើញពណ៌បៃតងពណ៌អីចឹងណាចង់តរំតែពេលតកកយើងអាចទេសភាពមួយបែបផ្សេងទៀតចឹងទៅបងខ្ញុំចង់ទៅអីគេហៅខ្ញុំស្គាល់តែភូមិមួយដែលគេល្បីនៅខាងស្វីសហ្នឹងណាបាទគេហៅភូមិអីគេ Grindelwald បងពេលរដូវកាលធ្លាក់ព្រិលនេះនៅខាងភូមិ Grindelwald នៅខាងស្វីសហ្នឹងស្អាតមែនតើបាទបងអញ្ចឹងមានដំណើរកំសាន្តទៅខាងណាទៀតដែលបងខ្ញុំសូមណែនាំមួយទៀតគឺចក្រភពអង់គ្លេសដែលយើងហៅថា UK បាទបងបាទយើងទីមួយគឺអាចតាក់ទងជាមួយនឹងទីក្រុង London បាទជាមួយនឹងអគារនាឡិកាដែលហៅថា Big Ben ហើយជាមួយនឹង London Eye ដែលជាកន្ត្រកបរធំជាងគេក្នុងចក្រភពអង់គ្លេសទៅប៉ះចំ countdown អីគេ countdown នៅបាទគេ countdown នៅក្នុងផ្ទាល់ហ្មងយើងមើលជាមួយនាឡិកា3 2 1 0គេបាញ់កំជ្រួចចឹងទៅគឺពិសេសហ្មងដោយសារយើងមាននាឡិកាមួយផ្ទាល់ស្អាតខ្លាំងអញ្ចឹងមានន័យថាក្នុងរដូវកាល Christmas នេះ countdown ជាប់ជាមួយនឹង Christmas នេះគឺគេទៅលេងបើគេទៅលេងខាង UK ខាងចក្រភពអង់គ្លេសគឺគេទៅលេងខាង London Scotland បាទអូខេបងដល់ពេលបើសិនជាគេចង់ទៅលេងខាងប៉ែកអឺរ៉ុបវិញគេទៅលេង Paris Switzerland បាទបងបើចង់ទៅមើល Aurora អានោះអាចទៅដល់ជាមួយនឹងហ្វាំងឡង់វិញបាទបងនិយាយទៅមានច្រើនគោលដៅមែនតើគោលដៅដែលស្អាតហើយ romantic សម្រាប់រដូវកាល Christmas ហើយនឹងឆ្លងឆ្នាំខាងមុខនេះចង់សម្រាប់បងប្អូនដែលគាត់ចង់ទៅដើរលេង Christmas ហើយឲ្យជាប់ជាមួយនឹងឆ្លងឆ្នាំហ្មងអាចជ្រើសរើសឬក៏តាក់ទងមកសួរព័ត៌មានបន្ថែមជាមួយនឹងក្រុមការងារផ្នែកលក់របស់យើងបានអរគុណច្រើនអរគុណច្រើនបាយបាយ